ខ្ញុំបានញ៉ាំមាន់ឆាអស់រយៈពេល3ឆ្នាំមកហើយមួយប្រអប់50យ៉នខ្ញុំស្មានតែអ្នករាល់គ្នាដូចគ្នាទាំងអស់រហូតដល់ថ្ងៃត្រង់នោះ38យ៉នថែមទាំងមានបាយទៀតខ្ញុំធ្លាក់ថ្លើមឈរថ្មឹងមួយកន្លែងដល់វេនខ្ញុំដូចរាល់ដងមែនទេ50យ៉នខ្ញុំចេញពីធ្វើការនៅម៉ោង1យប់ទប់របស់លោកគួយសៀងនៅតែភ្លឺគាត់បានហៅខ្ញុំអាឡូដូចរាល់ដងមែនទេខ្ញុំមកក្បាលគាត់ឆាឲ្យខ្ញុំមួយចំណែកសាច់មាន់មិនសូវច្រើនទេដំឡូងបារាំងក៏មិនតិចដែរទឹកសមុទ្ររៀងប្រៃបន្តិចតែនៅក្តៅខ្ញុំគិតថានៅមាត់ច្រកការដ្ឋានសំណង់អាចមានបាយក្តៅញ៉ាំគឺមិនងាយស្រួលទេ50ក៏50ទៅខ្ញុំក៏មិនបានសួរនាំច្រើនដែររហូតដល់ថ្ងៃនោះខ្ញុំតម្រង់ជួរនៅខាងក្រោយគេកម្មករម៉ៅការក្រៅពី3នាក់នៅខាងមុខពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពថ្មីទឹកមុខនៅមានភាពក្រោតគ្រាមម្នាក់ក្នុងចំណោមពួកគេបានសួរថាថៅកែស្រីមួយចំណែកថ្លៃប៉ុន្មាន38យ៉នមួយប្រអប់មានថែមបាយទេមានតើចុះបើបាយមិនគ្រាន់ញ៉ាំថែមទៀតក៏បានដែរតម្លៃនេះល្អតើទទួលបានប្រាក់38យ៉ន38យ៉នមិនថ្លៃទេសាច់មាន់ក៏ច្រើនដែរនៅច្រកទ្វារធំគឺពិតជាមានភាពងាយស្រួលមែនខ្ញុំសម្លឹងមើលប្រអប់បាយនៅក្នុងដៃរបស់ពួកគេបរិមាណគឺដូចគ្នាបេះបិទនឹងចំណែករបស់ខ្ញុំរាល់ដងអាឡូដូចរាល់ដងមែនទេប្រញាប់ឡើងខាងក្រោយមានគេកំពុងចាំតម្រង់ជួរទៀតតើថ្លៃប៉ុន្មាន50យ៉នតើពួកគេ38យ៉នខ្ញុំញ៉ាំអស់រយៈពេល3ឆ្នាំហើយហេតុអ្វីអ្នកយកពីខ្ញុំ50យ៉នរហូតមកតើឯងចង់មានន័យថាម៉េចនរណាម្នាក់ចង់មានន័យថាម៉េចនៃចំណេញឯងជាមួយចាស់តាមួយចាស់បែរជាថ្លៃជាងអាឡូឯងជាប្រុសពេញទូសោះមកឆ្លោះប្រកែកជាមួយអញព្រោះតែលុយ12យ៉ននឹងបើខ្ពើមថាថ្លៃហេតុអ្វីមិននិយាយតាំងពីដំបូងមកសួរនាំស្អីពេលនេះបើគ្មានលុយស៊ីទេកុំស៊ីធ្វើការនៅការដ្ឋានហត់នឿយណាស់គ្មាននរណាចង់មកលេងល្បិចរាល់ថ្ងៃនោះទេខ្ញុំញ៉ាំអស់រយៈពេល3ឆ្នាំបង50យ៉នមិនមែនមកពីខ្ញុំល្ងងនោះទេខ្ញុំស្មានថាមនុស្សស្គាល់គ្នាមិនបោកប្រាស់គ្នាទេតាមពិតអ្នកឯងគឺរើសតែមួយចាស់ដើម្បីបោកប្រាស់សោះបាយនេះខ្ញុំមិនយកទៀតទេឆារួចអស់ហើយតើអ្នកណាជាអ្នកកំង50យ៉ននឹងទៅលក់ឲ្យអ្នកនោះទៅលោវិនឈួនឯងកុំចង់បានដៃយកជើង3ឆ្នាំហើយនេះជាលើកទី1ហើយដែលគាត់ហៅឈ្មោះពេញរបស់ខ្ញុំថ្ងៃនេះខ្ញុំយល់ច្បាស់ហើយពាក្យថាមួយចាស់គ្រាន់តែជាពាក្យសម្ងាត់សម្រាប់អ្នកឡើងថ្លៃតែប៉ុណ្ណោះអាមនោះកំណាញ់ស្វិតធ្វើការនៅការដ្ឋានរកលុយបានច្រើនណាស់តែសូម្បីតែលុយ12យ៉នក៏មិនចង់ទិញដែរវាមិនមែនជាលុយ12យ៉ននោះទេគឺអ្នកឯងបានជន់ឈ្លីទំនុកចិត្តរយៈពេល3ឆ្នាំមកនេះខ្ទេចខ្ទីនៅចំពោះមុខមនុស្សគ្រប់គ្នាទៅវិញទេបងប្រុសញ៉ាំបាយទេមាន់ឆាមួយប្រអប់ថ្លៃប៉ុន្មាន38យ៉នថែមទាំងមានបាយទៀតបើបាយមិនគ្រាន់អាចថែមបានណាទោះជាមួយចាស់ឬមួយថ្មីនរណាមកក៏38យ៉នដូចគ្នាចាស់ពិតមែនហើយនៅលើស្លាកមានសរសេរតើបងប្រុសពួកយើងមិនយកលុយផ្ទះផ្ដាស់ទេតែឥឡូវនេះអាចធ្វើបានទេចាស់បានឆាភ្លាមតែម្ដងតើបងចេះញ៉ាំហេរទេហេរល្មមបងប្រុសពិសាទឹកសិនទៅសាច់ស្រស់ល្អណាស់មិនបានប្រើសាច់ខ្លាសេថុកនោះទេពួកយើងរើសផ្ទាល់ដៃនៅផ្សារព្រលឹមសាច់ខ្លាសេបោកប្រាស់គេទេបាយដែលខ្លួនឯងញ៉ាំមិនចូលក៏មិនអាចយកទៅលក់បានដែរបងប្រុសទឹកសម្លីស្រុកជាមួយបាយគឺឈ្ងុយឆ្ងាញ់ណាស់ជួបខ្ញុំលើកដំបូងសោះឲ្យច្រើនម្លេះធ្វើការនៅការដ្ឋានហត់នឿយណាស់បើបាយតិចមិនអាចទប់ទល់នឹងការឃ្លានបានទេសម្ដីទាំងនេះប្រៀបដូចជាម្ជុលទុនមួយដើមចាក់ទម្លុះបេះដូងរបស់ខ្ញុំយ៉ាងខ្លាំងពិតជាមិនអាក្រក់ទេឆ្ងាញ់ណាស់ចូលជាតិល្អដំឡូងបារាំងក៏ទុនល្មមមិនរលួយពេកដែរនៅច្រកទ្វារក្រោយនេះសូម្បីតែស្រមោលមនុស្សក៏គ្មានដែរតើពួកប្អូនលក់បានយូរប៉ុណ្ណាហើយជិតកន្លះខែហើយបងហាលក់ដូរធម្មតានឹងបងហេតុអ្វីមិនទៅលក់នៅច្រកទ្វារធំទីតាំងនៅទីនោះថ្លៃណាស់ពួកយើងគ្មានលុយជួលទេហើយនៅទីនោះក៏មានគេលក់មុនបាត់ទៅហើយបងប្រុសថែមបាយបន្តិចទៀតទេល្មមហើយញ៉ាំឆ្អែតស្ទើរតែធ្លីពោះទៅហើយបងប្រាក់38យ៉នបងប្រុសលើកក្រោយបើមានអារម្មណ៍ថាសាប់ឬប្រៃពេកអាចប្រាប់ពួកយើងចំបានណាតើប្អូនឈ្មោះអ្វីខ្លះខ្ញុំឈ្មោះថាងសៀវម៉ានខ្ញុំឈ្មោះហ៊ឺជីយៀនបងចាំទុកហើយបាយដែលយកទំនុកចិត្តមកធ្វើជាការកេងប្រវ័ញ្ចបែបនេះថ្ងៃក្រោយខ្ញុំមិនញ៉ាំសូម្បីតែមួយម៉ាត់ឡើយលក់តែ38យ៉នខ្ញុំចង់ដឹងណាស់ថាតើប្អូនទាំងពីរពិតជាប្រើគ្រឿងផ្សំល្អពិតមែនឬអត់
មួយកំប៉ុងនេះថប់ទេព្រោះជាសាច់សពីម្សិលមិញពួកខ្ញុំមិនយកសាច់សទេគ្រាន់តែជាតូបតូចតាច់សោះចេះរើសម្លេះកម្មករជាអ្នកញ៉ាំពួកយើងមិនអាចធ្វើលំបានទេសូមជួយចេញវិក័យប័ត្រឲ្យផងបងពួកយើងត្រូវកត់ត្រាទុកសម្រាប់បញ្ជីគណនេយ្យនៅតែអាចប្រើបានមែនទេអាចប្រើបានតែរសជាតិវាមិនសូវល្អទេម្ហូបសទុកញ៉ាំខ្លួនឯងបានតែយកទៅលក់ឲ្យអ្នកដទៃគឺមិនកើតទេប្អូនស្រីប្រញាប់ឡើងឃ្លានចង់ដាច់ពោះហើយចាស់ភ្លាមបងឆាគ្រឿងហេរ៉ូមុំមួយមុខធានាថាបងញ៉ាំឆ្ងាញ់ពេញចិត្តតែម្ដងប៉ុណ្ណឹងគ្រាន់ទេបងម្ហូបនេះឆ្ងាញ់ជាងហាងនៅច្រកទ្វារធំឆ្ងាយណាស់បងលោថ្ងៃនេះញ៉ាំហេរ៉ូមុំមែនទេមិនប្រញាប់ទេបងមានរឿងចង់និយាយជាមួយពួកប្អូនបន្តិចបងប្រុសតាមសើមិញមានកន្លែងណាខ្វះខាតមែនទេមិនមែនទេបងចង់ជួយរកម៉ួយឲ្យពួកប្អូនមួយកម្មវិធីតើជាកម្មវិធីអ្វីទៅបង